ពិធីបុណ្យកឋិនទានវត្តស្មោងឃុំស្មោងស្រុកទ្រាំងខេត្តតាកែវយើងខ្ញុំទាំងអស់គ្នាជាអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តស្មោងទាំងមូលបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើអង្គកឋិនទានដើម្បីដង្ហែវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពតធសីមាវត្តស្មោងស្ថិតនៅឃុំស្មោងស្រុកទ្រាំងខេត្តតាកែវអាស្រ័យហេតុនេះខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាសូមគោរពនិមន្តអញ្ជើញព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីលោកគ្រូអ្នកគ្រូសិស្សានុសិស្សពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមចាប់អ្នកផលក្នុងអង្គកឋិនទាននេះតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យសូត្រមន្តថ្ងៃសៅរ៍4កើតខែកដឹកឆ្នាំអសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី25ខែតុលាឆ្នាំ2025វេលាម៉ោង2រសៀលអញ្ជើញពុទ្ធបរិស័ទគ្រប់ទិសទីដង្ហែត្រៃចូលវត្តស្មោងវេលាម៉ោង4រសៀលជួបជុំពុទ្ធបរិស័ទប្រារព្ធកិច្ចក្រុងពាលីនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាវេលាម៉ោង5ល្ងាចទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសជិតឆ្ងាយលុះព្រឹកឡើងថ្ងៃអាទិត្យ5កើតខែឆ្នាំដដែលវេលាម៉ោង7ព្រឹកប្រគេនយាគូដល់ព្រះសង្ឃវេលាម៉ោង10ថ្ងៃត្រង់ប្រគេនចង្ហាន់ត្រង់ដល់ព្រះសង្ឃវេលាម៉ោង12:30នាទីថ្ងៃត្រង់ជួបជុំពុទ្ធបរិស័ទគ្រប់ទិសទីដង្ហែអង្គកឋិនទានប្រតិសិន3ជុំព្រះវិហាររួចវេប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យអ្នកផ្ដាំបុណ្យលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តស្មោងទាំងមូលរួមមានពុទ្ធបរិស័ទភូមិស្មោងពុទ្ធបរិស័ទភូមិកំពង់ជ្រៃភូមិត្រពាំងជ្រៃនិងបងប្អូនកម្មករកម្មការិនីរោងចក្រនានាព្រះសង្ឃលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តនានាលោកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាស្មោងលោកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាវិទ្យាល័យសុកអានស្មោងលោកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាវិទ្យាល័យសុកអានថ្នល់បំបែកនិងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ096 887 887សូមអរព្រះគុណនិងអរគុណ